នាព្រឹកថ្ងៃសៅរ៍ទី1 ខែសីហា ឆ្នាំ 2026 សមាគមកាយរដ្ឋនារីកម្ពុជាសាខាខេត្តបាត់ដំបងរៀបចំកម្មវិធីស្វែងយល់ពីការឡើងកម្ដៅផែនដីដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាននិងការប្រែប្រួលអាកាសធាតុនៅសាលប្រជុំសាលាខេត្តបាត់ដំបងដឹកនាំដោយលោកស្រីហ្វុកម៉ារ៉ាឌីអនុប្រធានក្រុមប្រឹក្សាសមាគមកាយរដ្ឋនារីកម្ពុជាសាខាខេត្តបាត់ដំបងដែលមានការចូលរួមយ៉ាងច្រើនកកពីសមាជិកាសកម្មសមាគមកាយរដ្ឋនារីព្រមទាំងអ្នកគ្រូបង្កផងដែរក្នុងឱកាសនោះលោកស្រីហ្វុកម៉ារ៉ាឌីបានលើកឡើងថាកម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីមូលហេតុផលប៉ះពាល់និងដំណោះស្រាយនានាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនិងការឡើងកម្ដៅផែនដីដែលជាបញ្ហាសកលកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅបរិស្ថានសុខភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការធ្វើបទបង្ហាញការពិភាក្សានិងការចែករំលែកបទពិសោធន៍អ្នកចូលរួមបានទទួលចំណេះដឹងអំពីវិធានការដែលម្នាក់ៗអាចអនុវត្តបានក្នុងជីវភាពប្រចាំថ្ងៃដូចជាការដាំដើមឈើការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកការគ្រប់គ្រងសំណល់ឲ្យបានត្រឹមត្រូវការសន្សំសំចៃថាមពលនិងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវលោកស្រីហ្វុកម៉ារ៉ាឌីបានចាត់ទុកថាកម្មវិធីនេះមិនត្រឹមតែជាវេទិកាសិក្សាប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានជំរុញស្មារតីទទួលខុសត្រូវដល់យុវជនក្នុងការចូលរួមថែរក្សាបរិស្ថាននិងក្លាយជាអ្នកផ្សព្វផ្សាយចំណេះដឹងបន្តទៅកាន់គ្រួសារសហគមន៍និងសង្គមទាំងមូលជាមួយគ្នានោះលោកស្រីបានបញ្ជាក់ពីការចូលរួមរបស់យុវជននៅថ្ងៃនេះគឺជាជំហានដ៏មានសារៈសំខាន់ក្នុងការកសាងសង្គមមួយដែលមានការយល់ដឹងខ្ពស់អំពីការអភិរក្សធនធានធម្មជាតិនិងការឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុដើម្បីរួមគ្នាកសាងអនាគតបៃតងស្អាតនិងប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយលោកស្រីសង្កត់ធ្ងន់ថាការថែរក្សាបរិស្ថានគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាចាប់ផ្ដើមពីទង្វើតូចៗនៅថ្ងៃនេះដើម្បីការពារផែនដីសម្រាប់ថ្ងៃស្អែក